ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមានមុខម្ហូបថ្មីប្លែកមកចែកជូនពុកម៉ែបងប្អូនធានាថាពុកម៉ែបងប្អូនធ្វើញ៉ាំម្ដងហើយគឺថាជាប់ចិត្តចង់ធ្វើញ៉ាំម្ដងទៀតគឺថាបានបាយក្តៅគឺញ៉ាំអស់ពីឆ្នាំហ្មងណាហើយបើសិនជាបានជាក់ទៀតកាន់តែអែមចាហើយជាដំបូងហ្នឹងគឺយើងមានសាច់មាន់ស្រែចំនួន1ចំហៀងយើងកាត់ជាដុំតូចបើសិនជាពុកម៉ែបងប្អូនមិនចង់ឲ្យកាប់តូចពេកក៏បានកាប់រាងធំជាងនឹងទៅប៉ុន្តែតាមបើនាងខ្ញុំវិញគឺកាប់ឲ្យតូចចឹងគឺថាឆាប់ចូលជាតិល្អចាឃើញថាមាន់របស់យើងបានកាប់រួចរាល់ហើយបន្តមកទៀតគឺថាយើងចាក់ខ្លាញ់ចូលខ្ទះបន្តមកគឺថាយើងរលីងខ្ទឹមសជាមួយម្ទេសរៀងឈ្ងុយបន្តិចម្ទេសយើងចង់ដាក់ម្ទេសរៀងច្រើនតាមតែចង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនក៏បានដែរហើយយើងក៏ដាក់សាច់ចូលយើងឆាត្រឡប់ឲ្យបានសព្វសាច់គ្នាល្អបានប្រហែលជា1នាទីទៅបានហើយបន្តមកគឺថានាងខ្ញុំបានដាក់ស្ករចំនួន2ស្លាបព្រាប៊ីចេងចុងស្លាបព្រាបន្តិចអំបិលចុងស្លាបព្រាបន្តិចហើយនឹងទឹកប្រេងខ្យង2ស្លាបព្រាហើយក៏នាងខ្ញុំចាប់ដើមឆាច្របល់ចូលគ្នាឲ្យសព្វគ្នាល្អបន្តមកគឺថានាងខ្ញុំបានដាក់ទឹកចំនួនកន្លះកាហើយយើងក៏ទុកមួយសន្ទុះឲ្យរីងទឹកនឹងបានអស់អញ្ចឹងទៅយើងក៏ចាប់ដើមកូរចាឃើញថាទឹកយើងគឺបានរីងអស់ហើយគឺនាងខ្ញុំកូរយកដៃបន្តិចព្រោះខ្លាចខ្លោចបើយើងអត់កូរទេគឺថាប្រហែលតិចគឺខ្លោចហើយចាឃើញថាទឹកយើងរីងអស់ហើយនាងខ្ញុំក៏ចាប់ដើមដាក់ទឹកត្រីហើយក៏ឆ្អិនដែរហើយដាក់តាស្លឹកខ្ទឹមនិងម្ទេសហាវ៉ៃចូលបន្តិចកូរច្របល់ចូលគ្នាគឺថារួចជាការស្រេចចាឃើញថាម្ហូបរបស់នាងខ្ញុំគឺបានឆ្អិនរួចរាល់ហើយអញ្ជើញភ្លក់ទាំងអស់គ្នាពុកម៉ែបងប្អូនចាអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់